បាទព្រឹត្តិការណ៍បាល់ទាត់ UEFA Champions League បាទរកឃើញ4ក្រុមចុងក្រោយដែលត្រូវលេងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់រួចរាល់ជាផ្លូវការហើយបងប្អូនណាបាទការប្រកួត2ថ្ងៃនេះគឺតានតឹងមែនទែនសម្រាប់ក្រុមធំដែលធ្វើការប៉ះគ្នាហើយយប់មិញនេះមានបងប្អូនណាខ្លះដែលស៊ុបបងប្អូនណាខ្លះដែលសៀងបងប្អូនណាសម្រាប់បងប្អូននៅក្នុង Telegram របស់ខ្ញុំយប់មិញគឺបានស៊ុបច្រើនផងដែរបាទគឺ3គូអញនិយាយថាឈ្នះដាច់2បាទឈ្នះកន្លះមួយផងដែរណាសម្រាប់បងប្អូនដែរនៅក្នុងក្រុម Telegram បងប្អូនអត់ទាន់ចូល complete join channel Telegram របស់ខ្ញុំទៅដើម្បីមើលការទម្លាក់គូមើលព័ត៌មានកីឡាផ្សេងបងប្អូនណាអញ្ចឹងយើងត្រឡប់មកប្រធានបទតាក់ទងនឹងក្របខ័ណ្ឌ UEFA Champions League វិញបងប្អូនណា4ក្រុមគឺរកឃើញជាផ្លូវការហើយក្រុមដែលប៉ះគ្នាបាទនៅថ្ងៃទី30បាទចុងខែនេះបងប្អូនណាចុងខែនេះគឺប៉ះគ្នាទៀតហើយរវាងក្រុមបាទដូចជា PSG បាទ Paris Saint-Germain ទៅប៉ះគ្នាជាមួយនឹងក្រុម Arsenal ក៏ដូចជាក្រុមបាទ Barcelona ត្រូវប៉ះគ្នាជាមួយនឹងក្រុម Inter Milan នៅថ្ងៃទី30ដាច់ខែ4នេះបងប្អូនអញ្ចឹងកាន់តែកក្រៅទៀតហើយយើងអាចមើលឃើញថាការប្រកួតនៅក្នុងវគ្គ8ក្រុមចុងក្រោយគឺតានតឹងមែនទែនណាបងប្អូនហើយក្រុមដែលមិនគួរឲ្យជឿថាធ្លាក់នៅក្នុងវគ្គ8ក្រុមចុងក្រោយមានដូចជាក្រុម Bayern Munich បាទក៏ដូចជាក្រុម Real Madrid បងប្អូនណាមិនគួរជឿទេ Real លេងអត់ឈ្នះ Arsenal ទេ Arsenal នេះគឺឡើងជើងខ្លាំងមែនទែនមិនគួរឲ្យជឿបងប្អូនណាយកឈ្នះលើ Real Madrid ទាំងក្នុងដីទាំងក្រៅដីបាទឈ្នះទាំងក្នុងដីទាំងក្រៅដីបាទលទ្ធផលគឺបាទសរុបពីជើងគឺ5-1បងប្អូនណាលេងនៅក្នុងដី Arsenal លុត 3-0 មកនៅក្នុងដី Bernabeu បាទReal Madrid នៅតែអត់អាចធ្វើអ្វីទៅលើ Arsenal បានទេបងប្អូនណា Arsenal ដាក់ 2-1 ទៀតมันគួរជឿមែនទែនសម្រាប់ក្រុម Arsenal ខ្លាំងខណៈពេលដែល Real Madrid លេងមិនដឹងជាស្អីបងប្អូនណាពិបាកមែនទែនសម្រាប់ក្រុម Adreso សម្រាប់បងប្អូនដែលជា fan របស់ Real Madrid គឺបាក់ទឹកចិត្តខ្លាំងមែនទែនណាបងប្អូនណាហើយអ្វីដែលយើងមើលឃើញក្រុមដែលកំពុងតែខ្លាំងគឺដូចជាក្រុមខាងប្រទេសបារាំងគឺ Paris Saint-Germain បាទ PSG កំពុងតែខ្លាំងណាស់បងប្អូនណាបាទលុតទម្លាក់ Liverpool ហើយក៏យកឈ្នះទៅលើ Aston Villa ប៉ុន្តែ Aston Villa នេះយើងក៏សរសើរគាត់ដែរបងប្អូនណា Aston Villa គឺខ្លាំងមែនទែនអាចយកឈ្នះទៅលើ PSG ក្នុងដីបានគួរតែសរសើរដែរបងប្អូនណាដែល Liverpool លេងជាមួយនឹង PSG ដូចពិបាកប៉ុន្តែនៅពេលដែល Aston Villa លេងជាមួយ PSG អាចនិយាយថាគាត់មានឱកាសក្នុងការសុទ្ធទៅលើ PSG ផងដែរអញ្ចឹង Aston Villa ទោះបីជាគាត់ធ្លាក់ពីក្របខ័ណ្ឌ UEFA Champions League ប៉ុន្តែយើងមើលឃើញថាទម្រង់លេងរបស់ Aston Villa គឺមានការកើនឡើងជាគំហុកណាបាទអញ្ចឹង PSG គឺជាក្រុមមួយដែលកំពុងខ្លាំងក្នុងពេលបច្ចុប្បន្នបងប្អូនមិនអាចមើលងាយបានទេខណៈពេលដែលក្រុម Inter Milan ក៏ខ្លាំងបាទ Bayern Munich ធ្លាក់បាត់ហើយសម្រាប់ Barcelona ក៏ខ្លាំងគួរសមដែរប៉ុន្តែ Barcelona ដូចធ្លាក់មិនទេបងប្អូនការប្រកួតចុងក្រោយចាញ់ដុកមិនវិញណាអញ្ចឹងក្រុមដែលប៉ះគ្នានេះបាទ Arsenal ត្រូវប៉ះគ្នាជាមួយនឹង Paris បាទក៏ដូចជា Inter ត្រូវប៉ះគ្នាជាមួយ Barcelona ដឹងតែល្អមើលញាក់សាច់ទៀតហើយថ្ងៃ30បងប្អូនណាក៏ភ្លេចដាក់schedule មើលទាំងអស់គ្នាបាទ PSG ជាមួយ Arsenal បើយើងមើលទៅក្រុមទាំងពីរនេះគឺខ្លាំងដូចគ្នាបងប្អូនណាពិបាកស្មានណាថាក្រុមណានឹងខ្លាំងជាងក្រុមណាបាទក្រុមណានឹងខ្លាំងជាងក្រុមណាណាប៉ុន្តែបើ Barcelona ជាមួយនឹងក្រុម Inter Milan យើងអាចនិយាយថាខ្ញុំនៅមានទម្ងន់រៀងទៅលើ Barcelona បន្តិចបន្តួចណាបងប្អូនមានទម្ងន់ប៉ុន្តែបើ Arsenal ជាមួយនឹង PSG នេះគឺគីឡូស្មើគ្នាមែនតើបងប្អូនគីឡូស្មើគ្នាពេកហើយអញ្ចឹងបងប្អូនគិតយ៉ាងណាដែរសម្រាប់ក្រុមទាំង4ដែលត្រូវប៉ះគ្នានៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ណាអញ្ចឹងយើងអត់និយាយអីច្រើនទេគ្រាន់តែចូលរួមអបអរសម្រាប់ក្រុមទាំង4នេះដែលឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ហើយក៏ចូលរួមសោកស្ដាយសម្រាប់ក្រុម Real Madrid ក្រុម Bayern Munich បាទក្រុម Dortmund ក៏ដូចជាក្រុម Aston Villa ដែលបានធ្លាក់ចេញពីក្របខ័ណ្ឌ UEFA Champions League ត្រឹមវគ្គ8ក្រុមចុងក្រោយបងប្អូនណា Aston Villa គ្នាខំស៊ីដែរបងប្អូនណាខំស៊ីទៅលើ PSG 3-2 ប៊ីសបាន4-2ប៉ុន្តែទៅអត់រួចជាមួយ PSG បងប្អូនណា PSG គេខ្លាំងជាងណាបាទបើ Dortmund វិញបាទចាញ់ទៅលើ Barcelona រហូតដល់ 4-0 ប៉ុន្តែនៅក្នុងផ្ទះខំស៊ីបាន 3-1 ដែរប៉ុន្តែมันទូទាត់ក្របបាល់នៅតែចាញ់ Barcelona បាទក្រុមអស់ហ្នឹងយើងអាចនិយាយថាវាគួរតែអញ្ចឹងមែនប៉ុន្តែអ្វីដែលយើងមិនគួរឲ្យជឿនោះគឺ Real Madrid បងប្អូនលេងនៅក្នុងដីខ្លួនឯងបើនៅបោបែរជាចាញ់ទៅលើក្រុមបាទArsenal មិនមែនមើលងាយ Arsenal គឺគាត់ខ្លាំងហើយប៉ុន្តែយ៉ាងអត់បំផុតលេងយ៉ាងអត់បំផុតក៏បានត្រឹមតែស្មើក៏ល្អដែរបងប្អូនយ៉ាងអត់បំផុតឈ្នះមួយគ្រាប់គាត់ធ្វើឲ្យ fan របស់ Real Madrid គាត់សប្បាយចិត្តដែរណាបើឈ្នះតែមួយគ្រាប់ពីរគ្រាប់ទោះជាមិនបានឡើងទៅក្របខ័ណ្ឌបន្តបាទឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់បដដោយឲ្យតែឈ្នះត្រឹមតែលទ្ធផលត្រឹមតែ2-0 3-1អីក៏អាចលួងចិត្ត fan បានដែរបងប្អូនតែនេះបានចាញ់ទាំងក្នុងដីចាញ់ទាំងក្រៅដីបងប្អូនបាទក្នុងដីខ្លួនឯងធ្វើអី Arsenal បាន
anh nâng chia đường đại sọc đài mùi sầm rạp cầm Real Madrid bạn ở đây thôi miền tập pan nâng chạy chun bong bóng ở này bạn cứ miền tại ca ọp o sầm rạp cầm tiếng buôn hay châu đường sọc đài sầm rạp cầm tiếng buôn đôi khi chẳng như đường thư ca chụp kia được ngày thì sáng sọc ở này trong mùa đường cọp khăn UEFA Champions League này bong bóng na hay dục này còn miền ca bạc cột bị sayได้bong bóng na miền Man U miền Spurs miền Chelsea bạc cột trườngที่ปีchỉ mới dục này Man Uไอซีลียองบานออดตีเตียนยังหนึ่งจังวิดีโอแต่ตรงกาบากคดหรือ Man U หนึ่งลียองไอต่างออกนี้นะบองบนจังมีแต่ปันนักลาวิดีโอนี่คือมีแต่ปันนังเต้สังคมทางบองโอนหนึ่งสบายจัดสำหรับบองโอนได้วิดีโอตุกบงในขนมยุบเม้นแบบในขนมกลุ่มเทเลกราฟบอกยมนะจังบองโอนได้ตอนจอยกำลังจอยช่องเทเลกราฟในกลุ่มเทเลกราฟบอกยมในขนมปิงกันมันสำหรับ Facebook นี้สำหรับบองโอน YouTube อาจจอยในขนม description สำหรับบองโอน TikTok อาจจอยในวิดีโอบาร์คนจานสมกรุ๊ปเลีย